គេងើបឡើងកាន់ចង្កៀងដើរតម្រង់ចមើលក្រោមពន្លឺភ្លើងព្រាលគេបានប្រទះឃើញទិដ្ឋភាពដែលធ្វើឲ្យលួសប្រលឹងមានមនុស្សស្រីម្នាក់ស្លៀកសំពត់ហូលចាស់រហែកសក់វែងប្រឡាក់ភក់កំពុងអង្គុយនៅត្រង់ក្បាលទូកឡជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel Cambodian Horror Story ទីកន្លែងដែលនាំលោកអ្នកទៅកក្រៃរឿងរ៉ាវព្រេងនិទានអថាកម្បាំងនិងអពយជំនឿខ្មែរពិតៗដែលធ្វើឲ្យលោកអ្នកព្រឺសម្បូរគ្រប់វិនាទីប្រិយមិត្តប្រកាសជាស្គាល់ហើយពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំបំផុតមួយរបស់ខ្មែរយើងនៅក្នុងជំនឿខ្មែរទូកងនីមួយៗមិនមែនគ្រាន់តែជាឈើធម្មតានោះទេប៉ុន្តែទូកនីមួយៗសុទ្ធតែមានព្រលឹងបារមីតាមថែរក្សាដែលចាស់ហៅថាម៉ាយ៉ានឬព្រលឹងនាងទូកមុននឹងយកទូកទៅប្រណាំងគេតែងតែធ្វើពិធីសែនព្រេនថ្វាយក្បាលជ្រូកស្រានិងឧទ្ធូបសុំសេចក្តីសុខប៉ុន្តែតើលោកអ្នកធ្លាប់ស្រមៃទេថាចុះប្រសិនបើមានទូកងមួយដែលត្រូវបានគេកសាងឡើងដោយអំពើឃាតកម្មហើយព្រលឹងម៉ាយ៉ានដែលសន្ធិដ្ឋនៅក្បាលទូកនោះមិនមែនជាទេវតាតែជាព្រលឹងខ្មោចតៃហោងដែលស្រីឃ្លីនការសងសឹកតើខ្សែទឹកទន្លេនឹងប្រែជាពណ៌អ្វីថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅតាមដានសាច់រឿងអថកម្បាំងទូកងឈាមនិងបណ្ដាសាព្រលឹងម៉ាយ៉ានសូមលោកអ្នកសម្រួលអារម្មណ៍បិទភ្នែកហើយចូលរួមស្ដាប់រឿងនិទានដ៏ព្រឺព្រួតនេះដូចតទៅកាលពីសម័យសង្គមរាស្ត្រនិយមនៅឯភូមិមួយជាប់ដងទន្លេសាបមានមេស្រុកម្នាក់ឈ្មោះលោកម៉ែនគាត់ជាមនុស្សដែលមានអំណាចទ្រព្យសម្បត្តិនិងមានមហិច្ឆតាប្រកួតប្រជែងយ៉ាងខ្លាំងរដូវអុំទូកឆ្នាំនេះលោកម៉ែនចង់សាងសង់ទូកងមួយដែលវែងជាងគេនិងលឿនជាងគេដើម្បីយកជ័យលាភីពីព្រះបរមរាជវាំងគាត់បាននាំកម្មកររាប់សិបនាក់ចូលទៅក្នុងព្រៃជ្រៅដើម្បីកាប់ដើមកុកីយក្សមួយដើមដែលដុះទ្រេតទៅលើមាត់អន្លង់ជ្រៅមួយដើមកុកីនោះមានអាយុកាលរាប់រយឆ្នាំនិងមានចងក្រណាត់ពណ៌ក្រហមជុំវិញដែលអ្នកស្រុកជឿថាជាកន្លែងស័ក្តិសិទ្ធិលោកតាអាចារ្យប្រចាំភូមិបានខាត់ខាំងយ៉ាងខ្លាំងព្រោះការកាប់ឈើនេះអាចនាំគ្រោះថ្នាក់តែលោកម៉ែនមិនខ្វល់គាត់បានបញ្ជាឲ្យគេរកាប់ទាល់តែរលំពេលដើមកុកីនោះដួលរលំគេសង្កេតឃើញមានជ័រពណ៌ក្រហមខាប់ហូរចេញពីស្នាមកាប់ហាក់ដូចជាឈាមដើម្បីធានាថាទូកកងនេះមានបារមីខ្លាំងនិងគ្មានគូប្រៀបលោកម៉ែនបានទៅពឹងពាក់គ្រូមន្តអាគមក្មេងម្នាក់គ្រូនោះបានប្រាប់ថាដើម្បីឲ្យទូកនេះលឿនដូចហោះត្រូវតែមានព្រលឹងស្ត្រីក្រមុំព្រហ្មចារីមកសន្ធិដ្ឋធ្វើជាម៉ាយានការពារក្បាលទូកដោយភាពលួបលុនលោកម៉ែនបានរៀបចំផែនការយ៉ាងសាហាវនៅក្នុងភូមិមានក្មេងស្រីកំប្រាម្នាក់ឈ្មោះនាងពេជ្រអាយុទើបតែ18ឆ្នាំល្ងាចមួយលោកម៉ែនបានបញ្ជាឲ្យកូនចៅចាប់នាងពេជ្រយកទៅរោងធ្វើទូកកណ្ដាលព្រៃនៅទីនោះគ្រូអាគមបានវាយសម្លាប់នាងពេជ្រយ៉ាងឃោរឃៅរួចយកឈាមស្រស់ៗរបស់នាងមកលាយជាមួយថ្នាំពណ៌សម្រាប់លាបគំនូរនិងភ្នែកនៅត្រង់ក្បាលទូកសាកសពរបស់នាងពេជ្រត្រូវបានគេកប់លាក់នៅក្រោមរោងទូកនោះតែម្ដងដើម្បីឲ្យព្រលឹងនាងជាប់ចំណងអាគមคล้ายជាទាសករយាមទូកឲ្យលោកម៉ែន3ខែក្រោយមកទូកគងដ៏ធំមហឹមាត្រូវបានសាងសង់រួចរាល់ដោយដាក់ឈ្មោះថានាគរាជពេជ្រវាមានរូបរាងស្រស់ស្អាតក្បាច់ចម្លាក់រស់រវើកតែភ្នែករបស់នាគនៅក្បាលទូកមានពណ៌ក្រហមឆ្អៅមើលទៅគួរឲ្យខ្លាចអ្វីដែលចម្លែកនោះគឺនៅពេលយប់គ្មានកម្មករណាហ៊ានដេកយាមរោងទូកនោះឡើយរាល់ម៉ោង12រំលងអាធ្រាត្រគេតែងតែឮសំឡេងទឹកខ្ទាតប្រោហាក់ដូចជាមានមនុស្សរាប់សិបនាក់កំពុងអុំទូកលាយឡំនឹងសំឡេងមនុស្សស្រីយំសោកសឹកសួលបន្លឺចេញពីក្រោមរោងទូកនោះអ្នកភូមិឆ្ងល់ណាស់តែគ្មានអ្នកណាហ៊ានមាត់កឡើយមានតែកូនប្រុសរបស់លោកម៉ែនម្នាក់គត់ដែលមិនជឿរឿងខ្មោចព្រាយហើយបានស្ម័គ្រចិត្តទៅដេកយាមរោងទូកដើម្បីបង្ហាញភាពក្លាហានយប់នោះភ្លៀងធ្លាក់រលឹមស្រិច
កូនប្រុសលោកម៉ែនកំពុងដេកលក់នៅលើអង្រឹងក្បែរទូកស្រាប់តែគេឮសំឡេងមនុស្សស្រីច្រៀងមំពេយ៉ាងស្រងាត់ស្រងួតបន្លឺចេញពីក្បាលទូកគេងើបឡើងកាន់ចង្កៀងដើរតម្រង់ចមើលក្រោមពន្លឺភ្លើងព្រាលគេបានប្រទះឃើញទិដ្ឋភាពដែលធ្វើឲ្យលួសប្រលឹងមានមនុស្សស្រីម្នាក់ស្លៀកសំពត់ហូលចាស់រហែកសក់វែងប្រឡាក់ភក់កំពុងអង្គុយនៅត្រង់ក្បាលទូកឡដៃរបស់នាងកាន់ជ្រាវក្តារអុំកំពុងវាស់ខ្យល់ធ្វើកាយវិការដូចកំពុងអុំទូកពេលកូនលោកម៉ែនដើរចូលទៅចិនស្ត្រីនោះក៏ងាកមុខមកផ្ទៃមុខរបស់នាងស្លេកស្លាំងភ្នែកពណ៌សលួលលៀននិងមានឈាមខ្មៅហូរចេញពីមាត់វាគឺជាវិញ្ញាណរបស់នាងពេជ្រក្តៅណាស់អញរងាណាស់ពួកឯងសម្លាប់អញនឹងយកពួកឯងទៅនៅបាតទន្លេទាំងអស់គ្នាខ្មោចនាងពេជ្របានលោតចុះពីលើទូកហោះមកច្របាច់កកូនលោកម៉ែនរួចទាញអូសរាងកាយគេទម្លាក់ចូលទៅក្នុងទឹកទន្លេដ៏ជ្រៅខាងមុខរោងឲ្យឆ្លួកទឹកស្លាប់យ៉ាងវេទនាព្រឹកឡើងគេរកឃើញសាកសពកូនប្រុសលោកម៉ែនអណ្ដែតទឹកនៅមុខរោងលោកម៉ែនសោកសង្រេងយ៉ាងខ្លាំងតែដោយសារមហិច្ឆតានិងការភ្នាល់ទឹកប្រាក់យ៉ាងច្រើនគាត់នៅតែជំនះបញ្ជាឲ្យកូនអ៊ំយកទូកអ្នកកេរ៉េតពេជ្រនេះទៅចូលរួមប្រណាំងនៅថ្ងៃបុណ្យអុំទូកដដែលថ្ងៃប្រណាំងមកដល់ទូកងរបស់លោកម៉ែនពិតជាលឿនអស្ចារ្យមែនគ្មានទូកណាអុំតាន់ឡើយក្រុមចំណុះទូកអុំយ៉ាងសស្រាក់សស្រាំប៉ុន្តែពេលអុំមកដល់ពាក់កណ្ដាលទីដែលជាកន្លែងទឹកជ្រៅបំផុតស្រាប់តែមេឃដែលកំពុងភ្លឺត្រឡប់ជាខ្មៅងងឹតខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងក្លាអ្វីដែលធ្វើឲ្យអ្នកទស្សនាលើគោកស្រែកឆឡោនោះគឺខ្សែទឹកទន្លេនៅជុំវិញទូករបស់លោកម៉ែនស្រាប់តែប្រែពណ៌ទៅជាក្រហមឆ្អៅដូចឈាមហើយមានពពុះទឹកពុះកញ្ជ្រោលឡើងមកហាក់ដូចជាមានអ្វីម្យ៉ាងនៅខាងក្រោមកូនអុំទូកទាំងអស់ចាប់ផ្ដើមភ័យស្លន់ស្លោអុំលែងត្រូវចង្វាក់ស្រាប់តែរូបរាងដ៏ធំសម្បើមនិងគួរឲ្យខ្លាចរបស់វិញ្ញាណនាងពេជ្របានងើបចេញពីផ្ទៃទឹកឈាមនៅចំពីមុខក្បាលទូកតែម្ដងនាងស្រីកងរំពងទម្លុះក្រសោតត្រចៀករួចប្រើដៃដ៏សខ្មៅរបស់នាងទាញក្បាលទូកងនោះបង្វិលផ្កាប់លិចចូលទៅក្នុងផ្ទៃទឹកយ៉ាងកំរោលចំណុះទូករាប់សិបនាក់បានធ្លាក់ចូលក្នុងទឹកខំប្រឹងហែលរត់យកប្រាណពួកគេភៀសច្រើនត្រូវបានជួយសង្គ្រោះព្រោះវិញ្ញាណនាងពេជ្រមិនចង់សម្លាប់អ្នកអត់ដឹងរឿងឡើយប៉ុន្តែគោលដៅរបស់នាងគឺលោកម៉ែននិងគ្រូអាគមដែលកំពុងជិះទូកម៉ាស៊ីនអំដំណើរពីក្រោយទឹកទន្លេបានគួតជាអន្លង់បឺតទាញទូកម៉ាស៊ីននោះឲ្យក្រឡាប់ស្រមោលខ្មៅរាប់មិនអស់បានលូកដៃចេញពីបាតទន្លេចាប់ទាញជើងលោកម៉ែននិងគ្រូអាគមឲ្យលិចបាត់ទៅក្នុងភាពងងឹតបាតទន្លេជាទីដែលពួកគេមិនអាចត្រឡប់មកវិញបានជារៀងរហូតក្រោយពីហេតុការណ៍ដ៏រន្ធត់នោះមកទូកងងនាគរាជពេជ្រត្រូវបានលិចបាត់ស្រមោលនៅបាតទន្លេរកមិនឃើញទៀតឡើយចំណែកសាកសពលោកម៉ែននិងគ្រូអាគមក៏បាត់បង់ដោយគ្មានសល់តម្រុយអ្វីទាំងអស់អ្នកភូមិបានដឹងរឿងរ៉ាវពិតប្រាកដពួកគេមានក្តីអាណិតអាសូរដល់នាងពេជ្រយ៉ាងខ្លាំងលោកតាអាចារ្យនិងប្រតិជគុណបានរៀបចំពិធីបន់សុកូយ៉ាងធំនៅតាមមាត់ទន្លេដោយបណ្ដែតក្បួនផ្កានិងអុជធូបដើម្បីរំដោះអាគមខ្មៅនិងបញ្ជូនវិញ្ញាណរបស់នាងពេជ្រឲ្យបានទៅកាន់សុគតិភពពេលពិធីសូត្រមន្តបញ្ចប់ផ្ទៃមេឃដែលស្រអាប់ក៏ប្រែជាស្រឡះពន្លឺព្រះអាទិត្យបានជះមកលើផ្ទៃទឹកនាំយកភាពស្ងប់សុខត្រឡប់មកវិញទោះជាយ៉ាងណាកន្លែងដែលទូកនោះលិចនៅតែคล้ายជាតំបន់ហាមឃាត់ដែលអ្នកនេសាទមិនហ៊ានទៅក្បែររហូតមកដល់សពថ្ងៃរឿងនេះបានបន្សល់ទុកនូវមេរៀនថាការប្រកួតប្រជែងដោយប្រើល្បិចកលនិងការជន់ឈ្លីជីវិតអ្នកដទៃដើម្បីតែមហិច្ឆតាខ្លួនឯងវាមិននាំមកនូវជ័យជម្នះពិតប្រាកដទេតែវានឹងនាំអ្នកទៅកាន់សេចក្តីវិនាសដ៏អំណោចអធមបំផុតសូមអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការនិទានរឿងរបស់ Channel Cambodian Horror Story តាំងពីដើមរហូតដល់ចប់
សូមបួងសួងឲ្យលោកអ្នកជួបប្រទះតែសេចក្តីសុខសុវត្ថិភាពប្រសិនបើពេញចិត្តសូមកុំភ្លេចចុច like និង subscribe ផងណារាត្រីសួស្តី